បាទសួស្តីបងបាទឃើញបងសួរនេះតម្លៃទូបាទម៉ូដែលថ្មី18 K2 168E បាទ prototype ទូគំរូឆ្នាំ2026បាទច្រើននេះដែរណាបងប្អូនបាទបងនេះទូនេះរួចជាស្រេចនេះឃើញរួចជាស្រេចហើយណាបាទអញ្ចឹងបងមើលនេះខាងមុខនេះអត់មានអីទេគឺងាយជូតងាយសម្អាតបាទហើយទូនេះរៀងថ្លៃខុសពីទូបាទក្បាយ M18 ប្រហែលជា$10ឬ40,000រៀលណាបាទនេះបងប្អូនដោយសារអាក្បាលមជៀននេះវាប្រើបានទាំងភ្លើង12 វ៉ុលនិងភ្លើង220ភ្លើងរត់បាទអញ្ចឹងដល់ពេលប្រើភ្លើង2អញ្ចឹងតើមានរេស្តង់2ដែរ2ឈុតដែរមួយគឺសម្រាប់ភ្លើង12 វ៉ុលមួយសម្រាប់ភ្លើង220អញ្ចឹងរេស្តង់លើសមួយបាត់បាទមួយទៅក្បាលមជាវាតម្លៃខុសគ្នាបន្តិចដែរបាទតែនិយាយនេះហើយមានឲ្យអង្គុយទេណាអត់មានឲ្យអង្គុយទេបាទឥឡូវយើងមើលបងប្អូនមើលនេះទូនេះរួចរាល់ក្នុងបែបនេះហើយបងប្អូននេះកលឹះខ្ញុំថាកលឹះបុរាណតែមុំទូខូចម្ដងពីរដងកលឹះនៅខូចណាបាទនេះខ្ញុំបើក7ស្រួលថតនេះបងប្អូននេះបាទខ្ញុំបិទបាទបើបងវាអត់មានបាទមានកម្ដៅគ្រប់វាលឺអញ្ចឹងហើយខ្ញុំបិទឲ្យមកលឺបាទហើយខ្ញុំបិទ7វិញបងប្អូនឃើញបាទហៅ7ក៏បានហៅអំពូភ្លឺទូក៏បានបាទអញ្ចឹងអំពូនេះពិសេសចេះបងប្អូនយកឆ្លោះប្រមាណបានអាហ្នឹងណាបាទនេះបងប្អូននេះវានៅកលៀតបន្តិចតែធ្វើមិនដាក់ឡើងហ្នឹងមកវាត្រូវនេះបងឆ្លោះប្រមាណបានណាឃើញអញ្ចឹង7ហ្នឹងណាបាទខ្ញុំហៅ7ទៅលើទូក៏ទៅ7ក៏ត្រូវបាទហើយអានេះបងប្អូនអាហ្នឹងវាគៀកអញ្ចឹងតិចហីបងប្អូនដាក់ទៅក្នុងឲ្យទូចឹងបាក់ជាតិជាងហ្នឹងផងបាយខ្សែបងប្អូននេះខ្សែមានតែប៉ុណ្្នឹងទេណាខ្សែមានអីថែមទៀតទេមានប៉ុណ្្នឹងឯងបាទក្រោមគឺឲ្យទលាយលវឹងចេះតែម្ដងបាទបងប្អូនដល់ពេលខាងក្រោមនេះមានឲ្យដាក់កញ្ច្រែងកូនមន់ឲ្យទៅញុះណាតែមកឲ្យស្អប់ក្នុងលើសពី5ម៉ោងណានិយាយនេះហើយបាទហើយអានេះក៏មិនមែនដាក់ឲ្យបងប្អូនថែមទឹកអីដែរបងប្អូនដោយសារទូនេះប្រើប្រព័ន្ធសំណើមរហាត់ទឹកហ្នឹងគឺធានាសំណើមមិនឲ្យខ្វះហ្មងបាទអាស្រ័យលើបងប្អូនសេរីចង់បានសារ៉ែប្រហែលបានប៉ុណ្ណឹងបាទបានតាមចិត្តហ្មងកំងបានហ្មងបាទហើយនេះបាទຂະຫນາດនេះវា58ប៉ងតែខ្ញុំដាក់56ទៅក៏គុណទៅវាចេញលេខ168ចេះបាទហើយហៅទូហ្នឹងម៉ូដែលឡើងយូរហើយបាទមានឆ្នាំ2025 2026អញ្ចឹងណាបាទអញ្ចឹងបងប្អូននេះទូហ្នឹងអញ្ចឹងបាទអញ្ចឹងបងប្អូនក្រោមទលេលវឹងអញ្ចឹងហ្មងបាទគឺងាយសម្អាតបាទហើយបងប្អូនក៏កុំមើលងាយស្នោទេណាបងប្អូនឡាយគាត់ចេះប្រើដូចឃើញគាត់ពេលគាត់ទូគាត់ខូចអង្ហាខូចគ្រឿងបន្លាស់ខ្លះយកមកឲ្យខ្ញុំគាត់ប្រើបាន2 3ឆ្នាំដែរណាបាទអញ្ចឹងបងប្អូននេះមើលកលឹះវាបិទកលឹះបាទបងប្អូននេះបាទកលឹះនេះមិនក៏អត់របូតដែរបងប្អូនកុំភ្លេចកលឹះបែបហ្នឹងគឺចាប់ជាមួយនឹងអ្វីលុយញោមណាមានចាប់បិទកាវទៀននេះណាបាទកលឹះបិទបែបនេះបាទបងប្អូននេះវាបិទទូគឺបែបនេះបាទយើងពួកនេះជាប់សិនហើយបានយើងញកអានេះចូលចេះណាក្រឹបជាប់ល្អណាស់បងជាប់ល្អណាស់គឺខ្ញុំថាខូចទូពីម្ដងវាអត់តន់ខូចហើយមិនដែរចេះបាក់មិនបាទមិនដែរចេះបាក់មិនកលឹះហ្នឹងបាទបើយើងប្រើកលឹះផ្សេងអាចបាក់បាទនេះអត់ទេបាទដល់ពេលនេះបងប្អូនមើលទៅជាខ្សែបែបនេះហើយមិនបិទកាវទៀននេះនិយាយតែដែរចាប់វាជាមួយនឹងឆ្អឹងដៃលុយញោមក្នុងបាទលើបងប្អូនសុំហ្នឹងហើយសុំបើចូលមើលទូសាឡើងវិញម្ដងទៀតណាបាទនេះបងប្អូននេះក្នុងអញ្ចឹងមានអញ្ចឹងឆ្អឹងដៃទៅដោះឆ្អឹងលុយញោមដោះឡើងបានណាមិនបិទកាវសម្លាប់ចោលទេណាបាទនេះមានទឹកអូតូខ្ញុំអត់តជាប់ទឹកបាទឲ្យទឹកអូតូធុងទឹកទៀតណាបាទហ្នឹងត្រូវមានវ៉ានដាក់ធុងទឹកឬក៏ទឹករត់ក៏បានដែរបាទប៉ោនេះខ្លាំងទប់សម្ពាធទឹករត់បានណាបាទយកវាទូចដល់ខ្ញុំតទឹកដាក់វ៉ានដាក់ឆ្នាប់វាតូចធំទៅបានយើងភ្ជាប់ទៅទឹករត់កើតបាទបងប្អូននេះអញ្ចឹងក្នុងគ្រឿងគេអញ្ចឹងណាឆ្អឹងបែបហ្នឹងណាបាទនិយាយឡើងវិញនោះប្រឡងបងប្អូនអើយប្រឡងសិតដោះបានទាំងអស់ទៅអញ្ចឹងណាបាទសិល្បៈប្រើកាវទៀននិងស្នោនេះគឺប្រហែលជាជំនាញខ្ញុំដែរដោយសារខ្ញុំប្រើកាវទៀនហ្នឹងអាប្រភេទស្អិតល្អវាស៊ីជាមួយស្នោតែម្ដងណាបាទខ្ញុំដូចជាយកមកពីក្រៅតែម្ដងពីស្រុកចិនបាទពីស្រុកចិនណាអាកាវហ្នឹងបាទកាវស្រុកខ្មែរក៏មានតែទិញអាហ្នឹងថាស្អិតមួយស្នោហ្នឹងទិញពីក្រៅមកយ៉ាងប៉ុណ្ណឹងណាស្រុកខ្មែរអញ្ចឹងទាំងមានអាកាវទៀនធម្មតាអញ្ចឹងទៅបាទនេះបងប្អូននេះអូនេះបងប្អូនមើលនេះរហាត់ទឹកនេះអាហ្នឹងធានាទូប៉ាពី60ប៉ងមានន័យខ្នាតតូចបំផុតរហូតដល់700ប៉ងណាឃើញប៉ុណ្ណឹងមែនណាបាទនេះបងប្អូននេះបាទនេះប៉ុណ្ណឹងរេស្តង់ពីគ្រាប់បងប្អូននេះរេស្តង់ហ្នឹងគឺ2អញ្ចឹងណាបាទរេស្តង់ថ្លៃដែរវាពីគ្រាប់អញ្ចឹងបាទមាន12 វ៉ុលមាន220អញ្ចឹងវាប្រើ2អញ្ចឹងបើទូធម្មតាប្រើតែមួយគ្រាប់ហ្នឹងទូអាគុយ220មាន2គ្រាប់បាទលើអស់បងប្អូននេះអស់នេះកាយមើលចំហៀងនេះ
ហាបឹកចោលចេញណហាហើយហើយរបស់ទូបាទហើយនឹងបាទខាងមុខយើងអត់ចាំបាច់ទេទូថ្លឹងហើយគ្រប់ល្អណាស់ហើយក៏ធ្លាប់ចេញម៉ូដែលឆ្នាំ2020ហើយមិនឲ្យខ្វះខាតខ្វះខ្យល់អីទេណាបាទនេះបងប្អូនវីដេអូនេះរៀងថានិយាយខ្លីវាមិនបានខ្លីវែងទៀតណាបាទអញ្ចឹងបងប្អូនវីដេអូសំប៉ុននេះហើយបងប្អូនចាប់អារម្មណ៍កំងទិញទូនេះផងបាទទូពិសេសទូអត់ចេះដាច់ភ្លើងប្រើភ្លើង2រត់និងភ្លើង220កំណាគ្នាបានប្រើតែមួយក៏បានមុខក៏បាននេះប្រើភ្លើង12រត់1220ក៏បាន12វ៉ុលក៏បានប្រើតាណានេះក៏បានបាទហើយជាប្រភេទទូអត់ចេះដាច់ភ្លើងបាទណាបាទ